យើងមិនអាចទទួលបានជោគជ័យដោយខ្វះភាពជាប់លាប់បានឡើយការបដិញ្ញាចិត្តបូកជាមួយភាពជាប់លាប់គឺជាគូនៃធាតុផ្សំមិនអាចខ្វះបានសម្រាប់ភាពជោគជ័យក្នុងកិច្ចការណាមួយគ្មានអ្នកណាម្នាក់អាចទទួលបានជោគជ័យដ៏ត្រចះត្រចង់និងយូរអង្វែងដោយគ្មានភាពជាប់លាប់នោះឡើយការបដិញ្ញាចិត្តផ្ដល់ជូននូវការខិតខំប្រឹងប្រែងហើយភាពជាប់លាប់ជំរុញឲ្យអ្នកបន្តសកម្មភាពរហូតអាចបង្កើតបានជាទម្លាប់ការបដិញ្ញាចិត្តដែលគ្មានភាពជាប់លាប់ប្រៀបដូចជាភ្លើងចម្បាំងដែលឆេះក្នុងរយៈពេលមួយសន្ទុះតែប៉ុណ្ណោះហើយក៏នឹងរលត់អស់ទៅវិញយ៉ាងឆាប់រហ័សកម្លាំងទឹកបាញ់ខ្លាំងទៅលើផ្ទាំងថ្មតែមួយពេលឬក៏រយៈពេលខ្លីមិនអាចទម្លុះផ្ទាំងថ្មបានឡើយប៉ុន្តែដំណក់ទឹកតូចបន្តស្រក់លើជារឿយឥតដាច់ទេតើដែលអាចទម្លុះផ្ទាំងថ្មដ៏ក្រាស់ឃ្មឹកបានឧទាហរណ៍ដ៏សាមញ្ញបំផុតមួយអំពីការបដិញ្ញាចិត្តក្នុងការហ្វឹកហាត់មួយថ្ងៃពេញមិនអាចធ្វើឲ្យអ្នកទទួលបានសាច់ដុំ6កង់ឬក៏យើងហៅថា six pack ដូចជាភាពជាប់លាប់ក្នុងការហ្វឹកហាត់តែ1ម៉ោងជារៀងរាល់ថ្ងៃនោះឡើយហើយអ្នកក៏មិនអាចសម្រកទម្ងន់ដោយការតមអាហារឬក៏ហាត់ប្រាណតែមួយថ្ងៃពេញហើយបន្តញ៉ាំច្រើនឬដេកខ្ជិលទៀតនោះក៏ទេបន្ថែមពីលើភាពជាប់លាប់គឺត្រូវតែជាប់លាប់តាមវិធីត្រឹមត្រូវបើជាប់លាប់ដែរប៉ុន្តែជាសកម្មភាពខុសនោះវាក៏ខុសដែរនាំយើងទៅកាន់អន្តរាយជាមិនខានដូច្នេះហើយយើងគួរតែធ្វើឲ្យបានជារឿយប្រកបដោយសេចក្តីព្យាយាមត្រឹមត្រូវទើបអ្នកអាចសម្រេចបាននូវគោលដៅដែលអ្នកបងប្រាថ្នា